បាទជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយពីការហាលលាមកដួងវិញបាទសម្រាប់បងប្អូនដែលមានទីតាំងធំបងអាចយកវាទៅដាក់នៅកន្លែងណាមួយអញ្ចឹងណាតែសម្រាប់បងប្អូនដែលចិញ្ចឹមនៅលើផ្ទះបាទគឺត្រូវតែការពារណាបងណាពីព្រោះទី1កុំជឿគេថាដួងចិញ្ចឹមឲ្យអត់ក្លិនណាបងណាព្រោះចំណីយើងគឺចំណីផ្អាប់ក្លិនគឺវាមានអូតូហើយទោះបីស្កររមូ EM បណ្ដោយគាត់ថាកាត់បន្ថយក្លិនបានប៉ុន្តែឲ្យវាអត់ក្លិនគឺអត់មាននៅតែមានក្លិនណាបងណាបើឃើញធ្វើខ្ញុំផែននេះមិនត្រូវពាក់សំដៃក្លិននឹងពេលខ្លះអាចជាប់ដៃទៀតបាទជាប់ដៃ1ម៉ោង2ម៉ោងវាខ្លះ3 4ម៉ោងក៏នៅជាប់ដៃវាបាទអានឹងហើយគឺជាការការពាររបស់យើងនេះបាទទឹកដែលយើងលាយជាមួយនឹង EM ទឹកមនុស្សហើយលើកដាក់ថែមនឹងស្រាអសទៀតអត់មានទឹកខ្មេះមានទឹកខ្មេះត្រូវថែមទឹកខ្មេះបន្តិចទៀតដាក់ដើម្បីបាញ់ការពារបំបត្តិក្លិនហើយកុំឲ្យមានរុយមករោមមកពងនៅទៅហ្នឹងវាបង្កើតចេញជាតកៅទៀតណាបងប្អូនណាបាទវាមិនមែនជារឿងងាយស្រួលដូចតែមកតែគេថាទេបាទហើយដូចខ្ញុំអីនេះតតែស្ងួតមើលចេះបាទហើយពេលខ្លះនេះបងនេះកាយបានមកនេះវាជាហេតុផលសម្រាប់បងដែលចិញ្ចឹមនៅខេត្តណាបងណានេះមិនកាយមកក្របឲ្យតំមកមិនឃើញថាធ្វើវីដេអូថតជូនបងនេះដួងពេលខ្លះយើងកាយយើងមើលអត់អស់ទេបាទគឺមានរុំសម្បុកចឹងហើយរុំសម្បុកចឹងបើដួងល្អវាអាចនឹងញាស់ណាបងតែបើវាអត់ល្អទេគឺវាងាប់តែភាគរយវាងាប់ច្រើនជាងអាញាស់ណាប៉ុន្តែបើវាបានប្រព័ន្ធនេះហើយបើយើងដាក់ទាំងចឹងនៅពេលដែលវាញាស់វាចេញមកបងនៅខេត្តភាគច្រើនគឺវាចេញទៅស៊ីដើមដូងដើមត្នោតរបស់បងហើយហ្នឹងគឺបញ្ហាវាអុយមានកូនសិស្សមានបងខ្លះបាទហៅគាត់កូនសិស្សក៏បានហៅបងក៏បានដែរព្រោះគាត់ហៅខ្ញុំលោកគ្រូដែរណាគាត់ថាតាំងពីចិញ្ចឹមដួងមកដើមដូងរបស់គាត់ខូចអស់មួយដើមហើយណាហ្នឹងហើយបងនៅពេលដែលកាយគឺត្រូវការពារណាខ្ញុំតែងតែប្រាប់គាត់ថាការពារកុំចិញ្ចឹមបានផលមកយើងហើយយើងអត់ការពារដួងហើយទៅជាកញ្ចែហោះទៅស៊ីដើមដូងគេដើមត្នោតគេណាបងហើយនោះគាត់ប៉ះរបស់គាត់ផ្ទាល់តែម្ដងបាទហើយនៅក្នុងហ្នឹងវាមិនដឹងថាមានស្អីខ្លះទេវាមិនដឹងថាមានអាដួងធំរុំខ្លួនមានអាដួងទូចយើងមើលអត់ឃើញទេបងនៅពេលដែលយើងកាយវាអញ្ចឹងណាហ្នឹងហើយឃើញទេណែមួយទៀតបាទបងនេះមើលទៀតហ្នឹងហើយសួរថាយើងមានចេតនាដាក់ឲ្យចឹងមែនសម្រាប់ថតវីដេអូបងប្អូនអត់ទេគឺខាត 100% ហើយនៅពេលដែលយើងកាយលាមកវាហ្នឹងយើងកាយយើងមើលអត់អស់បាទហើយនៅពេលមើលម្ដងហ្នឹងមើលមិនអស់ហើយអាវគ្គដែលយើងត្រូវយកលាមកនេះមកហាលនេះគឺយើងមើលម្ដងទៀតបាទមើលគ្រប់ពេលបងប្អូនហើយហ្នឹងហើយការពារណាខ្ញុំហើយខ្ញុំធ្វើអីក៏ដោយក៏មិនចង់ឲ្យប៉ះពាល់ដល់អ្នកដទៃដែរអញ្ចឹងមិនចេះប្រាប់បងប្អូនក្នុងក្រុមពួកគ្នាហ្នឹងថាចិញ្ចឹមដោយមានទំនួលខុសត្រូវកុំឲ្យចិញ្ចឹមបានផលតែខ្លួនឯងក្លិនប៉ះពាល់ដល់អ្នកដទៃជុំវិញខ្លួនបាទហើយកុំចេះតែជឿពាក្យគេពេកថាអូចាំដួងអត់មានក្លិនចេះចុះកុំបាត់ពិសោធន៍5ឆ្នាំបងណាហ្នឹងហើយធ្វើគឺបញ្យលគឺបង្ហាញត្រង់ប្រាប់ត្រង់ទោះបងទិញខ្ញុំមិនទិញខ្ញុំបងទៅទិញពីណាទិញទៅគេចេះច្រៀងឲ្យបងទិញទៅខ្ញុំអត់ខ្វល់ទេតែអ្វីដែលសំខាន់គឺខ្ញុំទាមទារឲ្យបងចិញ្ចឹមដោយមានទំនួលខុសត្រូវអាហ្នឹងគោលដៅរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចង់ឲ្យបងប្អូនចេះទាំងអស់គ្នាយល់ទាំងអស់គ្នាដឹងទាំងអស់គ្នាបងដៃថ្មីបងដែលចង់ចិញ្ចឹមមើលឲ្យគាត់ថាអូអានេះចេះចុះបាទបងធ្វើបានអូខេធ្វើបានបងទិញពូជធ្វើតែថាអូអត់ទេញ៉ៃកុំទៅកុំចេះតែចង់តាមគេបាទចង់មកប្រើអត់ល្អទេណាបងខាតពេលវេលាខាតលុយខាតកាក់បងអើយបាទហើយខ្ញុំធ្វើនេះសួរបានអីមកវិញស្អីក៏មិនបានដែរគ្រាន់តែមានបេះដូងមួយចង់ចែកម្លែកប្រាប់ត្រង់តែប៉ុណ្្នឹងទេហ្នឹងហើយអូខេដៃមួយបាក់ធ្វើហ្នឹងហើយនេះនោះលោកហាលតំបាញ់ទឹកហើយមិញហ្នឹងហើយអរគុណច្រើនវីដេអូនេះអត់មានអីទេគ្រាន់ចង់ប្រាប់បងប្អូនតែប៉ុណ្្នឹងទេចិញ្ចឹមដោយមានទំនួលខុសត្រូវកុំបានតែផលប្រយោជន៍ខ្លួនឯងប៉ះពាល់ដល់អ្នកដទៃអូខេបងប្អូនអរគ្នាហើយយើងចាប់ផ្ដើមចុចបាញ់បាទនេះទី1បំបត្តិក្លិនទី2ការពារមានសត្វមានអីវាមកពងអីដាក់ឡើងទៅកើឡើងអីចឹងណាបងប្អូនហើយពួកខ្ញុំចាំលើដបោផ្ទះនេះវាហានិភ័យខ្លាំងខែភ្លៀងហ្នឹងបងប្អូនពិបាកហាលណាបាទនេះហើយជាហេតុផលដែលខ្ញុំមិនអាចទិញដលងស្រស់យកមកធ្វើប្រើប្រាស់បានណាមួយយើងអត់មានពេលវេលាផងខ្ញុំប្រើតែកាក់ដលងទេមកបុកដាក់អត់កាក់ដលងហ្នឹងលងិតមុខឆឹងពីខ្លួនបងប្អូនអើយបាញ់ចឹងមកគាត់ថាចុយហាលហើយបាញ់សៅមិញអីគឺការពារបងការពារណានេះវាបានអកលមកមួយទៀតបាទដាក់លាយជាមួយគ្នាទៀតបាញ់
ការពារបាទសត្វអំពងអត់ញាស់ទេហើយវាមិនមែនជាប្រភេទថ្នាំពុលសម្រាប់សត្វទេណាបងអានេះគ្រាន់តែបានថាការពារនៅពេលដែលសត្វវាពងនៅលើហ្នឹងគឺពងនឹងអត់ញាស់ទេនៅពេលដែលប៉ះជាមួយទឹកហ្នឹងណាហ្នឹងហើយកាត់បន្ថយក្លិនបាទលឿនបាទតែប៉ិតនៅពេលដែលខ្ញុំចាប់ផ្ដើមកាយចិត្តធន់យកវាទៅដាក់នៅក្នុងកន្លែងចម្រោះទម្លាក់ទឹកហ្នឹងក៏ខ្ញុំបានបាញ់ថ្នាំហ្នឹងម្ដងដែរបាទបាញ់ការពារក្លិនម្ដងហើយតែនៅពេលដែលយើងចាប់ហាលទេគឺយើងធ្វើការបាញ់ម្ដងទៀតហ្នឹងហើយនេះបងណាឃើញទេបាទច្រើនណាស់ហើយឧទាហរណ៍ថាប៉ុណ្ណឹងបើវាញាស់4គ្រាប់5គ្រាប់ហើយវាហោះទៅទុំលើដើមដងបងប្អូនបាទដល់តែម៉ត់ហ្មង4ហ្នឹងឡើងកូន20 30 40 50 100អីអានោះបន្តធ្វើមេពូជបន្តទៅទៀតអូច្រើនណាស់ចាំមិនថាបងសុំចិញ្ចឹមដល់មានទំនួលខុសត្រូវផងណាបងណាការពារបាទដូចខ្ញុំឲ្យការពារបាញ់ចឹងឲ្យល្ងាចសុយមកបាញ់ទៀតបើបន្តនៅមានក្លិនណាបាទតែបើថាមានថ្ងៃហាលវាលឿនទេយើងបាញ់តែ2ថ្ងៃជាប់គ្នាគឺអស់ហើយថ្ងៃហាលមកស្ងួតហ្មងបាទអូខេវីដេអូនេះអត់មានអីទេមករ៉ាយដាក់តែប៉ុណ្្នឹងទេអរគុណច្រើនគាត់ចង់ប្រាប់ថាយើងចិញ្ចឹមនៅមានទំនួលខុសត្រូវអស់គ្នាបងប្អូនអរគុណបាយបាយ